ប្រិយមិត្តរបស់ស្ដាប់ហេតុការណ៍ជាទីគោរពនិងជាទីរាប់អានស្ដាប់ហេតុការណ៍ថ្ងៃនេះសូមលើកយកនៅចំណាត់ថ្នាក់លេខ1របស់លីសាដែលជាប់ចំណាត់ថ្នាក់នៅលើពិភពលោកតែម្ដងចំណងជើងសារព័ត៌មានថ្ងៃនេះអ្នកគាំទ្រត្រេកអរជាខ្លាំងក្រោយពីលីសាជាប់ចំណាត់ថ្នាក់ជាស្រីស្អាតបំផុតនៅលើពិភពលោកបាទសម្រាប់របស់លីសាប្រៀបធៀបនឹងការប្រកួតនៅលើពិភពលោកគឺលីសាជាប់ចំណាត់ថ្នាក់លេខ1តែម្ដងជាស្អាតបំផុតតែម្ដងចង់ដឹងថាអត្ថបទនៃសារព័ត៌មានមានអត្ថន័យយ៉ាងណាតោះចាំតាមទេសនាទាំងអស់គ្នាកាលពីពេលថ្មីនេះអ្នកគាំទ្រទូទាំងពិភពលោកបានចេញមកអបអរសាទរដល់លីសាសមាជិកក្រុម Blackpink ដែលបានជួបចំណាត់ថ្នាក់លេខ2នៅក្នុងនាមជាស្រីដែលមានមុខមាត់ Top Face of the Years in 2022 ជាមួយនឹងសម្លេង 35.51% ជាមួយគ្នានេះដែរសមាជិកក្រុម Blackpink ផ្សេងទៀតជាមួយនឹង Jennie ទទួលបានចំណាត់ថ្នាក់លេខ4ហើយ Jisoo ទទួលបានចំណាត់ថ្នាក់លេខ5ដែលចាត់ទុកថាលីសាជាតារាស្រី K-pop នៅតែខ្លាំងនិងមានអត្តពលព្រមទាំងទេពកោសល្យពេលនេះនាងមានភាពល្បីល្បាញមិនមែនតែក្នុងប្រទេសកូរ៉េខាងត្បូងនោះទេតែនាងអាចយកខ្លួនទៅប្រកួតជាមួយនឹងកម្រិតពិភពលោកដល់ទៅទីណាក៏មានអ្នកគាំទ្រស្វាគមន៍នាងផងដែរប្រិយមិត្តអ្នកស្ដាប់ហេតុការណ៍នេះគឺជារូបភាពប្រមាណសន្លឹករបស់លីសាដែលជាប់ចំណាត់ថ្នាក់ជាស្រីស្អាតបំផុតនៅលើពិភពលោកតែម្ដងហើយអ្វីដែលគួរចាប់អារម្មណ៍នោះនាងលីសាក្រោយពីមានឈ្មោះបោះសម្លេងរហូតដល់ពេលនេះហើយនាងមិនត្រឹមតែឈរជើងនៅកូរ៉េប៉ុណ្ណោះទេអាចទោះបីជានាងទៅដល់ប្រទេសណាអាមេរិកស្រីលង្កាហ្វីលីពីនកាណាដាក្រៅប្រទេសណាទ្វីបណាក៏នៅតែមានអ្នកទទួលស្គាល់នៅតែមាន fan របស់នាងគាំទ្រជានិច្ចហើយពីស្ដាប់បែបការសូមលើកយកនៅតែរូបថតរបស់លីសាដែលកំពុងតែមានឈ្មោះបោះសម្លេងលើពិភពលោកត្រឹមតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់ការទេសនានិងការតាមដានដល់ព្រឹត្តិការណ៍ព័ត៌មានរបស់ស្ដាប់បែបការអរគុណច្រើនជម្រាបលា